ក្រសួងពាណិជ្ជកម្មចិនបញ្ជាក់ថារដ្ឋាភិបាលរបស់ខ្លួនកំពុងវិនិច្ឆ័យតម្លៃចំពោះសំណើសុំរបស់ភាគីអាមេរិកដែលចង់ចរចាលើបញ្ហាពន្ធគយក្រោយពីភាគីទាំងពីរដំឡើងសាច់ដុំដាក់គ្នាទៅវិញទៅមកមីជាតិស្នាដៃខ្មែររសជាតិខ្មែរឆ្លុះបញ្ចាំងពីឧត្តមភាពក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅថ្ងៃសុក្រនេះថាទីក្រុងប៉េកាំងកំពុងវាយតម្លៃខ្ពស់នៅវិធីសាស្ត្រជាច្រើនដែលស្នើដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump សម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្មជាមួយគ្នាក្នុងនោះដែរទូរទស្សន៍រដ្ឋ CCTV បានផ្សព្វផ្សាយសេចក្តីប្រកាសនេះដោយអានយ៉ាងលម្អិតថាយោងតាមសេចក្តីថ្លែងការណ៍បានរំលឹកឡើងវិញនៅគោលជំហររបស់ប្រទេសចិនថាខ្លួនបានបើកចំហសម្រាប់កិច្ចពិភាក្សាប៉ុន្តែទីក្រុងប៉េកាំងបានបដិញ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងជាមួយសង្គ្រាមពាណិជ្ជកម្មនោះដែលប្រសិនបើចាំបាច់តើអ្នកកំពុងត្រូវការដើមទុនពង្រីកអាជីវកម្មមែនទេឥឡូវនេះធនាគារអភិវឌ្ឍជនបទនិងកសិកម្មផ្ដល់ជូនឥណទានគាំទ្រសិប្បកម្មសហគ្រាសធុនតូចនិងមធ្យមជាមួយនឹងអត្រាការប្រាក់ត្រឹមតែ 5% ប៉ុណ្ណោះក្នុងមួយឆ្នាំសេចក្តីថ្លែងការណ៍បាននិយាយទៀតថាសង្គ្រាមពន្ធគយសង្គ្រាមពាណិជ្ជកម្មគឺបានផ្ដួចផ្ដើមឡើងដោយឯកតោភាគីគឺសហរដ្ឋអាមេរិកដូច្នេះប្រសិនបើភាគីអាមេរិកចង់ពិភាក្សាពួកគេគួរតែបង្ហាញពីភាពស្មោះត្រង់របស់ខ្លួនឯងជាមុនសិនហើយចិននឹងត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការលើបញ្ហានានាដូចជាការកែតម្រូវការអនុវត្តច្បាប់ពន្ធគយខុសគ្នានិងការលុបចោលការដំឡើងពន្ធគយដោយឯកតោភាគីនោះសេចក្តីថ្លែងការណ៍នោះក៏បានដកស្រង់ចេញពីសម្ដីអ្នកនាំពាក្យក្រសួងម្នាក់ដែលសុំមិនបញ្ចេញឈ្មោះដោយលោកបាននិយាយថាទីក្រុងប៉េកាំងបានកំណត់នៅសេចក្តីថ្លែងការណ៍ផ្សេងទៀតរបស់មន្ត្រីជាន់ខ្ពស់ចំពោះសហរដ្ឋអាមេរិកដែលបង្ហាញពីឆន្ទៈក្នុងការចរចាលើពន្ធគយដែរទន្ទឹមនឹងនោះថ្មីនេះសហរដ្ឋអាមេរិកបានផ្ដួចផ្ដើមគំនិតការបញ្ជូនព័ត៌មានទៅកាន់ភាគីចិនក្នុងឱកាសជាច្រើនទៀតតាមរយៈភាគីពាក់ព័ន្ធដោយចិនសង្ឃឹមថានឹងអាចពិភាក្សាគ្នាជាមួយភាគីចិនបានយ៉ាងឆាប់រហ័សចំពោះបញ្ហានេះដែរភាគីចិនកំពុងស្ថិតនៅក្នុងការវិយតម្លៃហើយទីក្រុងប៉េកាំងបានឆ្លើយតបទៅកាន់វិធានការដំឡើងពន្ធរបស់លោកត្រាំលើការនាំចូលផលិតផលរបស់សហរដ្ឋអាមេរិកបានឡើងដល់កម្រិតខ្ពស់រហូតដល់ 125% ពួកគេនឹងរឹតបន្តឹងបន្ថែមទៀតនៅការនាំចេញទៅកាន់សហរដ្ឋអាមេរិកនៅសារធាតុរ៉ែសំខាន់ជាច្រើនមានដូចជាយុទ្ធសាស្ត្រមួយចំនួននឹងបញ្ឈប់ការនាំចូលផលិតផលកសិកម្មជាច្រើនរបស់សហរដ្ឋអាមេរិកថែមទៀតផងធនាគារអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមវិតាឆ្លុះបញ្ចាំងពីឧត្តមភាពមួយខ្ញុំឥឡូវសួរហៅតែមីជាតិឆាសុតមន់ទេយាយម៉ានមីជាតិឆាសុតមន់ឆាក៏ឆ្ងាញ់ឆុងក៏ឆ្ងាញ់